នៅថ្ងៃបន្តបន្ទប់ធ្វើការឯកជនរបស់វិបុលបានក្លាយជាកន្លែងបណ្ដោះមនោសញ្ចេតនាដែលសូម្បីតែសម័យខ្លួនក៏មិនដឹងខ្លួនដែរសូមជូនរឿងកិច្ចសន្យាបេះដូងភាគទី3នៅក្រោមពន្លឺភ្លើងចង្កៀងដែលនៅតែភ្លឺច្បាស់មនីខិតខំផ្ទៀងផ្ទាត់តួលេខក្នុងគម្រោងភូមិឋានបៃតងរហូតដល់កែភ្នែករបស់នាងចាប់ផ្ដើមធ្ងន់ទៅក្បាលតូចច្រឡឹងរបស់នាងក៏តូរទៅផ្អែកលើស្មារបស់វិបុលដោយមិនដឹងខ្លួនវិបុលស្រាប់តែទុចងក់បិចក្នុងដៃដែលកំពុងវាស់វែងប្លង់ក៏ឈប់ភ្លាមមួយរំពេចមនីវិបុលនិយាយទាំងសំឡេងទាបនាងគេងលក់ហើយគេងាកមកសម្លឹងមើលផ្ទៃមុខមនីដែលកំពុងលង់លក់ដោយកូនក្មេងបបោមាត់របស់គេក៏លេចចេញនៅស្នាមញញឹមដ៏កម្រដើម្បីកុំឲ្យនាងភ្ញាក់និងដើម្បីឲ្យនាងសម្រាកបានស្រួលគេសម្រួលអេរយាបថបន្តិចហើយបន្តការងារទាំងស្មាស្ពឹកស្រពន់រហូតដល់គេក៏លង់លក់ទៅជាមួយនាងដែរពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមពណ៌មាសជះចូលតាមចន្លោះវាំងននធ្វើឲ្យមនីចាប់ផ្ដើមដឹងខ្លួនមុនវិបុលមនីភ្ញាក់ឡើងយឺតខ្ញុំនាងភ្ញាក់ផ្អើលដែលឃើញខ្លួនឯងកំពុងផ្អែកលើស្មារបស់វិបុលហេតុអីខ្ញុំមកគេងនៅទីនេះបានមនីខ្សឹបតិចនាងងើបក្បាលយឺតហើយសម្លឹងមើលផ្ទៃមុខរបស់វិបុលយ៉ាងយកចិត្តទុកដាក់ចិញ្ចើមគេក្រាស់ច្រមុះស្រួចនិងបបោមាត់ដែលហាក់ដូចជាលាក់ទុកនៅអាកំបាំងក្នុងចិត្តជាច្រើនបានធ្វើឲ្យមនីសម្លឹងមើលឡើងផ្លឹកស្មារតីមនីគិតក្នុងចិត្តពេលគេគេងមើលទៅមិនដូចជាគេសោះមនីសម្លឹងមើលគេយ៉ាងយកចិត្តទុកដាក់ទឹកមុខដែលធ្លាប់តែមាំនិងត្រជាក់ស្រេបបែរជាមើលទៅមានភាពកក់ក្ដៅនិងគួរឲ្យស្រឡាញ់យ៉ាងចម្លែកមិនយូរប៉ុន្មានស្រាប់តែវិបុលចាប់ផ្ដើមមានចលនាហាក់ដូចជាចិត្តនឹងដឹងខ្លួនដោយភាពស្លន់ស្លោនិងខ្លាចវិបុលដឹងថាខ្លួនកំពុងលួចមើលគេមនីក៏ប្រញាប់បិទភ្នែករួចផ្អែកក្បាលទៅលើស្មារបស់គេភ្លាមធ្វើជាគេងលក់វិញវិបុលបើកភ្នែកឡើងយឺតគេមានអារម្មណ៍ថាស្មារបស់គេស្ពឹកតិចប៉ុន្តែបេះដូងបែរជាកក់ក្ដៅគេងាកមកមើលក្មេងស្រីដែលនៅតែលង់លក់លើស្មារបស់គេរៀបនឹងលូកដៃទៅអង្អែលថ្ពាល់នាងថ្នមស្រាប់តែសួស្ដីលោកមនីក៏ធ្វើជាភ្ញាក់ឡើងនាងប្រញាប់ក្រោកឈរទាំងអៀនព្រានកិច្ចពីក្រសែភ្នែកវិបុលភ្លាមវិបុលសើចតិចក្នុងបំពង់ករួចក៏ងើបឈរពុតខ្លួនរៀបចំខ្លួនទៅថ្ងៃនេះយើងនាំគ្នាទៅមន្ទីរពេទ្យទៅមើលពុករបស់មនីជាមួយគ្នាណាមនីឈរថ្មឹងនាងមានអារម្មណ៍ថាវិបុលចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះនាងតើព្រោះតែនាងបានជួយគេក្នុងរឿងភាគហ៊ុនទើបគេធ្វើល្អដាក់នាងដើម្បីតបស្នងឡានទំនើបរបស់វិបុលបានបរចូលមកឈប់នៅមុខមន្ទីរពេទ្យយ៉ាងស្ងប់ស្ងាត់មនីដើរចូលទៅក្នុងបន្ទប់សម្រាប់ព្យាបាលទាំងអារម្មណ៍ភ័យនិងច្របូកច្របល់ព្រោះនាងមិនដឹងថាត្រូវណែនាំវិបុលប្រាប់ម្ដាយថាយ៉ាងម៉េចឡើយគ្រាន់តែទ្វារបន្ទប់បើកឡើងនាងក៏ឃើញម្ដាយកំពុងអង្គុយច្របាច់ជើងឲ្យឪពុកយ៉ាងយកចិត្តទុកដាក់ម៉ែថ្ងៃនេះអាការៈពុកប៉ែតពិនិត្យហើយប្រាប់ថាយ៉ាងម៉េចដែរម៉ែមនីសួរម្ដាយរួចដើរចូលទៅជិតសម្លឹងមើលមុខរបស់ពុកដែលមើលទៅកាន់តែស្រស់បោះទោះបីមិនទាន់ដឹងខ្លួននៅឡើយម្ដាយមនីងើបមុខឡើងញញឹមរកកូនស្រីប៉ុន្តែស្នាមញញឹមនោះក៏ប្រែជាការងឿងឆ្ងល់ភ្លាមនៅពេលគាត់ក្រឡេកឃើញបុរសសង្ហាម្នាក់ក្នុងឈុតអាវធំថ្លៃថ្នូរដើរចូលមកតាមពីក្រោយកូនស្រីជំរាបសួរអ្នកមីងវិបុលលើកដៃសំពះម្ដាយមនីដោយកាយវិការគួរសមបំផុតចាជំរាបសួរលោកក្មួយណែមនីម្ដាយមនីងាកទៅរកកូនស្រីទាំងទឹកមុខងឿងឆ្ងល់និងរារែក
នៅក្នុងបន្ទប់សម្រាប់ព្យាបាលដ៏ស្ងប់ស្ងាត់ម្ដាយរបស់មនីតាមសម្លឹងមើលវិបុលមិនដាក់ភ្នែករួចទាញដៃមនីមកគៀកលួចខ្សឹបតិចដែលស្ទើរតែស្ដាប់មិនឮមនីតើលោកម្នាក់នេះជានរណាគេដែរទៅកូនមនីឈរអេះអញមុខនាងឡើងក្រហមព្រឿងនាងមិនដឹងថាត្រូវឆ្លើយយ៉ាងណាក្នុងស្ថានភាពដ៏ទាស់ច្រកបែបនេះឡើយប៉ុន្តែវិបុលដែលមានត្រចៀកវ័យនឹងឃើញអាការៈអៀនអន់របស់មនីគេក៏សម្រេចចិត្តជួយដោះស្រាយបញ្ហាភ្លាមអ្នកមីងវិបុលនិយាយកាត់ទាំងញញឹមតិចខ្ញុំគឺជាតែកង់ឡានរបស់អ្នកនាងមនីដោយសារអ្នកនាងធ្វើការបានល្អទើបលោកថៅកែឲ្យខ្ញុំជូនអ្នកនាងមកសួរសុខទុក្ខអ្នកមីងនិងលោកពុកព្រមទាំងផ្ញើផ្លែឈើនិងអាហារសុខភាពខ្លះមកជូនផងដែរមនីបើកភ្នែកធំនាងលួចសម្លឹងមើលកាយវិការវិបុលដែលកំពុងតែនិយាយជាមួយម្ដាយនាងហួសចិត្តរហូតងាកមុខចេញលួចខ្ទប់មាត់សើចតិចម្នាក់ឯងជាតកង់ឡានអញ្ចឹងណោះម្ដាយមនីឧទានទាំងងើងឆ្ងល់តែតកង់ឡានសម័យនេះសង្ហាមិនចាញ់តួឯកុនទេណោះចោះបើថៅកែលោកទៀតណាមិនដឹងជាសង្ហាដល់ថ្នាក់ណាទេនេះវិបុលងក់ក្បាលយឺតរួចលួចងាកមកមើលមនីដោយខ្សែភ្នែកបែបឌឺដងបាទអ្នកមីងថៅកែរបស់ខ្ញុំគាត់សង្ហាណាស់តែគាត់រៀងកាច់បន្តិចហើយប៉ុន្តែគាត់យកចិត្តទុកដាក់នឹងកូនស្រីអ្នកមីងខ្លាំងណាស់សម្ដីឌឺដងរបស់វិបុលធ្វើឲ្យមនីអៀនរហូតចង់ជ្រែកដីក្នុងកំឡុងពេលនោះវិបុលបានដើរទៅក្បែរគ្រែអ្នកជំងឺរួចសម្លឹងមើលមុខលោកពុករបស់មនីស្រាប់តែធ្វើឲ្យគេនឹកដល់មនុស្សម្នាក់គេមានអារម្មណ៍ថាទឹកមុខបុរសចំណាស់ម្នាក់នេះហាក់ដូចជាមានភាពស្រដៀងទៅនឹងមនុស្សម្នាក់ដែលស្ថិតក្នុងការចងចាំរបស់គេកាលពីនៅក្មេងប៉ុន្តែដោយសារស្ថានភាពជំងឺដែលធ្វើឲ្យរូបរាងប្រែប្រួលខ្លាំងវិបុលក៏មិនអាចសន្និដ្ឋានអ្វីបានឡើយបន្ទាប់ពីបញ្ចប់ការសួរសុខទុក្ខឡានរបស់វិបុលបានបរចាក់ចេញពីមន្ទីរពេទ្យយឺតបរិយាកាសនៅក្នុងឡានដែលធ្លាប់តែស្ងប់ស្ងាត់ប្រែមកជាមានភាពកក់ក្ដៅយ៉ាងចម្លែកមនីនៅតែមិនទាន់បាត់អស់សំណើចនិងសម្ដីភូតភរដ៏រលូនរបស់វិបុលអំបញ្ញមិញឡើយខ្ញុំអរគុណលោកហើយដែលលោកបានចំណាយពេលមកសួរសុខទុក្ខពុកនិងជួយកុហកម្ដាយខ្ញុំមនីពោលតិចដោយសំឡេងស្រទន់ចេញពីចិត្តវិបុលក្រវីក្បាលតិចរួចបន្តសម្ដីបែបម៉ឺងម៉ាត់តែបង្កប់ដោយភាពស្និទ្ធស្នាលមិនអីទេប៉ុន្តែមនីកុំភ្លេចណាកម្រៃសេវាកុហកអំបញ្ញមិញហ្នឹងគឺត្រូវដោះដូរមកវិញដោយការខំប្រឹងធ្វើការឲ្យខ្លាំងក្នុងគម្រោង Green Horizon មនីលួចញញឹមទាំងក្តីសុខចាស់លោកភាពស្ងប់ស្ងាត់បានត្រឡប់មកវិញមួយសន្ទុះប៉ុន្តែលើកនេះវិបុលហាក់បីដូចជាកំពុងស្ថិតក្នុងគំនិតដ៏ជ្រៅម្យ៉ាងគេសម្លឹងមើលទៅដងផ្លូវខាងមុខរួចក៏សួរឡើងដោយសំឡេងស្មើប៉ុន្តែបង្កប់ដោយការចង់ដឹងមុននឹងលោកពុករបស់មនីធ្លាក់ខ្លួនឈឺតើគាត់ធ្លាប់ធ្វើការងារអីដែរខ្ញុំចង់បានន័យថាតើគ្រួសារមនីធ្លាប់រស់នៅភ្នំពេញដែរមនីងាកមកសម្លឹងមុខវិបុលទាំងងើងឆ្ងល់នឹងសំណួរភ្លាមរបស់គេចាស់លោកពេលខ្ញុំដឹងក្តីគឺជាអ្នកខេត្តទៅហើយប៉ុន្តែម៉ែធ្លាប់ប្រាប់ថាគ្រួសារយើងគឺធ្លាប់រស់នៅភ្នំពេញប៉ុន្តែពុកធ្លាប់ធ្វើការអីខ្ញុំមិនដែលឮម៉ែឬពុកនិយាយប្រាប់ទេចុះហេតុអីបានជាលោកសួរអញ្ចឹងវិបុលក្តាប់ចង្កូតឡានណែនបន្តិចគ្មានអីទេខ្ញុំគ្រាន់តែចង់ដឹងអំពីគ្រួសាររបស់មនីបន្ថែមតែប៉ុណ្ណោះឯងទោះបីជាមាត់និយាយបែបនេះប៉ុន្តែក្នុងចិត្តវិបុលកំពុងតែគិតយ៉ាងខ្លាំងរូបភាពបុរសម្នាក់ដែលគេធ្លាប់ស្គាល់យ៉ាងជិតដិតកាលពីក្មេងរូបភាពអ្នកបើកបរដែលតែងតែញញឹមរកម្ដាយរបស់គេដោយភាពស្មោះត្រង់អ្វីគ្រប់យ៉ាងហាក់ដូចជាកំពុងតែត្រឡប់មកវិញ
បើពិតជាគាត់មែនហេតុអ្វីបានជាគាត់បាត់ខ្លួនទៅដោយគ្មានដំណឹងក្រោយពេលដែលម៉ាក់ស្លាប់បែបនេះវិបុលរអ៊ូតិចក្នុងចិត្តមនីសង្កេតឃើញទឹកមុខវិបុលប្រែជាអាប់អួរបន្តិចតែនាងក៏មិនហ៊ានសួរនាំអ្វីបន្តឡានទំនើបមួយគ្រឿងនោះមិនបានឆ្ពោះទៅរកភូមិគ្រឹះវិញឡើយតែបែរជាបរចេញទៅផ្លូវជាយក្រុងដែលពោរពេញដោយដើមឈើបៃតងត្រជាក់ភ្នែកម្នីងាកមកសម្លឹងមើលផ្លូវទាំងងើងឆ្ងល់រួចងាកមកសួរអ្នកបើកបរដែលកំពុងធ្វើមុខស្មើលោកនេះមិនមែនផ្លូវទៅផ្ទះទេតើយើងទៅណាវិញវិបុលមិនងាកមកមើលនាងឡើយតែជ្រុងមាត់គេលេចស្នាមញញឹមតិចមកវិញខ្ញុំចង់នាំមនីទៅមើលកន្លែងមួយឡានបានមកឈប់ងក់នៅមុខវាដីដ៏ធំល្វឹងល្វើយមួយដែលចាំងជះដោយពន្លឺព្រះអាទិត្យអស្តង្គតពណ៌មាសវិបុលចុះពីឡានរួចដើរមកបើកទ្វារឲ្យមនីយ៉ាងគួរសមមនីចុះមកគេពោលដោយសំឡេងស្រទន់រួចដឹកដៃនាងដើរទៅឈរនៅលើទួលខ្ពស់មួយមនីស្រូបខ្យល់អាកាសដ៏បរិសុទ្ធចូលពេញសួតនាងមានអារម្មណ៍ស្រស់ស្រាយយ៉ាងចម្លែកវិបុលឈរសម្លឹងមើលទៅផ្ទៃដីដ៏ធំនោះរួចពោលដោយសំឡេងស្រទន់ដែលមនីមិនធ្លាប់ឮពីមុនមកទីនេះហើយគឺជាកន្លែងដែលភូមិឋានបៃតងនឹងចាប់កំណើតឡើងវាគឺជាគម្រោងដែលខ្ញុំដាក់ទាំងជីវិតនិងបេះដូងដើម្បីសាងសង់វាគេងាកមកសម្លឹងភ្នែកមនីចំស្រមោលព្រះអាទិត្យពណ៌មាសចាំងជះលើផ្ទៃមុខដ៏សង្ហារបស់គេមនីដឹងទេក្នុងលោកនេះមនុស្សគ្រប់គ្នាប្រហែលជាចង់បានផ្ទះដែលធំស្កឹមស្កៃតែសម្រាប់ខ្ញុំនិងម៉ាក់ផ្ទះដែលយើងធ្លាប់ស្រមៃចង់បានគឺផ្ទះដែលមិនត្រឹមតែទីជម្រកការពារកម្ដៅថ្ងៃឡើយប៉ុន្តែវាគឺជាកន្លែងដែលផ្ដល់នូវភាពកក់ក្ដៅនិងសន្តិភាពផ្លូវចិត្តពិតប្រាកដមនីឈរសម្លឹងមើលវិបុលនិងស្ដាប់សម្ដីគេរៀបរាប់យ៉ាងយកចិត្តទុកដាក់វិបុលបោះចំហៀនចូលមកជិតមនីបន្តិចរួចបន្តទាំងទឹកមុខក្រៀមក្រំខ្ញុំកំពុងរស់នៅក្នុងភូមិគ្រឹះដ៏ធំប៉ុន្តែនៅក្នុងផ្ទះគ្មានសំឡេងសើចសប្បាយគ្មានភាពស្មោះត្រង់មានតែការប្រកួតប្រជែងនិងល្បិចកលដូច្នេះហើយទើបខ្ញុំចង់សាងសង់កន្លែងនេះឡើងដើម្បីបន្តក្តីស្រមៃរបស់ខ្ញុំនិងម៉ាក់និងដើម្បីបង្ហាញថាសេចក្តីសុខពិតប្រាកដមិនមែនស្ថិតលើមាសប្រាក់ឡើយតែវាស្ថិតលើការរស់នៅដោយសន្តិភាពជាមួយមនុស្សជាទីស្រឡាញ់ក្នុងបរិយាកាសដ៏កក់ក្ដៅបំផុតមួយនៅពេលដែលយើងនឹកឃើញដល់ពាក្យថាផ្ទះវិបុលលូកដៃទៅកាន់ដៃមនីយ៉ាងថ្នមរួចបណ្ដានាងយឺតចូលទៅក្នុងវាដីដ៏ធំល្វឹងល្វើយដែលហុំព័ទ្ធដោយខ្យល់អាកាសបរិសុទ្ធគេងាកមកមើលនាងបន្តិចរួចក៏សម្លឹងទៅមើលផ្ទៃដីរាប់សិបហិកតាដែលនៅខាងមុខហើយបន្តសម្ដីទាំងទឹកមុខស្រទន់ដើមឡើយដីម្ដុំនេះម៉ាក់ខ្ញុំប្រមូលទិញបានពាក់កណ្ដាលទៅហើយតែគាត់ក៏ស្រាប់តែលាចាកលោកទៅដើម្បីបន្តក្តីសុបិនចុងក្រោយរបស់គាត់ខ្ញុំក៏សម្រេចចិត្តទិញដីពីអ្នកភូមិបន្តទៀតវិបុលបណ្ដាមនីមកដល់ចំណុចមួយដែលស្លឹកឈើធំប្រទាក់ក្រឡាគ្នាបង្កើតបានជាម្លប់យ៉ាងត្រឈឹងត្រឈៃប៉ុន្តែខ្យល់អាកាសដ៏ត្រជាក់នេះហាក់មិនអាចជួយឲ្យចិត្តរបស់គេស្ងប់បានឡើយគេឈប់ងក់រួចសម្លឹងទៅកាន់ផ្ទះឈើចាស់ប៉ុន្មានខ្នងនៅខាងមុខដោយកែវភ្នែកស្រពោនគេដកដង្ហើមធំវែងហាក់ដូចជាកំពុងព្យាយាមរំសាយភាពតានតឹងរួចបន្តសម្ដីទាំងសម្លេងស្ងួតហួតហែងប៉ុន្តែឥឡូវយើងកំពុងជួបបញ្ហាធំមួយមានអ្នកភូមិខ្លះដាច់ខាតមិនព្រមរើចេញឡើយទោះយើងឲ្យតម្លៃខ្ពស់តាមទីផ្សារក៏ដោយនិយាយរួចគេលើកដៃចង្អុលទៅកាន់ផ្ទះ 4-5 ខ្នងដែលស្ថិតនៅក្រោមម្លប់ឈើនោះនោះគឺជាផ្ទះលោកតាសាននិងកូនចៅរបស់គាត់គាត់មិនព្រមចរចាជាមួយយើងទាល់តែសោះទើបធ្វើឲ្យគម្រោងនេះជាប់គាំងអស់ជាច្រើនឆ្នាំមកហើយ
ម្នីសម្លឹងមើលទៅទឹកមុខដែលពោរពេញដោយភាពហត់នឿយរបស់វិបុលនាងមានអារម្មណ៍អួរណែនក្នុងចិត្តជំនួសគេដោយមិនដឹងខ្លួននាងក៏លូកដៃទៅចាប់កាន់ដៃដ៏មាំរបស់គេម្ខាងទៀតរួចទាញឲ្យគេមកបែរមកចំមុខនាងច្របាច់ប្រអប់ដៃគេថ្នមជាសញ្ញានៃការផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅបំផុតលោកវិបុលម្នីហៅឈ្មោះគេដោយសំឡេងទន់ផ្អែមស្រទន់ហាក់ចង់រំសាយភាពតានតឹងទាំងឡាយចេញពីក្នុងចិត្តរបស់គេខ្ញុំជឿជាក់ថាគម្រោងភូមិបៃតងនេះនឹងអាចចាប់ផ្ដើមបានក្នុងលោកនេះគ្មានរឿងណាដែលយើងធ្វើមិនបាននោះទេគឺខ្លាចតែយើងគ្មានចិត្តតស៊ូតែប៉ុណ្ណោះនាងផ្អាកបន្តិចរួចងើបមុខសម្លឹងភ្នែកគេចំទាំងទឹកមុខស្រស់បោះនិងពោរពេញដោយក្តីសង្ឃឹមលោកដឹងទេបើយើងឧស្សាហ៍ញញឹមសំណាងល្អនឹងរត់មករកយើងដោយឯងមិនខានម្នីនិយាយបណ្ដាបង្ហាញស្នាមញញឹមនិងកាយវិការក្រមិចក្រមើមនៅចំពោះមុខវិបុលបណ្ដាវិបុលស្រាប់តែបង្អង់ដង្ហើមមួយខណៈគេសម្លឹងមើលក្មេងស្រីនៅចំពោះមុខទាំងអារម្មណ៍ធូរស្រាលលាយឡំនឹងភាពកក់ក្ដៅដែលជ្រាបចូលមកក្នុងបេះដូងដោយមិនដឹងខ្លួនរំពេចនោះភាពតានតឹងនៅលើផ្ទៃមុខក៏រលាយបាត់អស់ជំនួសមកវិញដោយសំឡេងសើចតិចដោយកម្រចេញពីមាត់បុរសដែលធ្លាប់តែមើងម៉ាត់ម្នាក់នេះតបទៅនឹងកាយវិការដ៏គួរឲ្យស្រឡាញ់របស់ម្នីអរគុណច្រើនម្នីវិបុលពោលតិចខណៈដែលខ្យល់ត្រជាក់នាពេលល្ងាចបក់មកប៉ះសក់ម្នីរវិចគេលូកដៃអង្អែលសក់នាងដោយភាពស្និទ្ធស្នាលបំផុតក្នុងវិនាទីនោះពួកគេទាំងពីរស្ទើរតែភ្លេចអស់ទៅហើយថាទំនាក់ទំនងរបស់ពួកគេកំពុងតែស្ថិតក្នុងកិច្ចសន្យាតែប៉ុណ្ណោះប៉ុន្តែអ្វីដែលកំពុងកើតឡើងគឺជារឿងពិតនៃបេះដូងដីមេឃចាប់ផ្ដើមប្រែពណ៌ទៅជាស្វាយក្រមៅខណៈដែលឡានរបស់វិបុលបរចាក់ចេញពីវាដីគម្រោងយឺតឆ្ពោះទៅរកទីក្រុងដែលពោរពេញដោយពន្លឺភ្លើងពណ៌ពន្លឺភ្លើងតាមដងផ្លូវជះចូលមកក្នុងឡានជាហូរហែបង្កើតបានជាស្រមោលព្រិលលើផ្ទៃមុខរបស់ពួកគេទាំងពីរភាពស្ងប់ស្ងាត់នៅក្នុងឡានពេលនេះមិនមែនជាភាពតានតឹងដោយការពីមុនឡើយប៉ុន្តែវាគឺជាភាពស្ងប់ស្ងាត់ដែលពោរពេញដោយសេចក្តីសុខម្យ៉ាងដែលសូម្បីតែសំឡេងដង្ហើមក៏ហាក់ដូចជាមានចង្វាក់ស្របគ្នាដែរខណៈពេលដែលកំឡោះក្រមុំមួយគូនេះកំពុងបណ្ដុះមនោសញ្ចេតនាជាមួយគ្នាយ៉ាងផ្អែមល្ហែមនៅឯព្រលានយន្តហោះភាពអ៊ូអរនៃមនុស្សម្នាមិនបានធ្វើឲ្យលោកស្រីសូភីរំខានចិត្តឡើយគាត់ឈររង់ចាំនៅច្រកចេញយ៉ាងអន្ទះសាទឹកមុខពោរពេញដោយក្តីនឹករលឹកនិងខ្សែភ្នែកបង្កប់អ្វីម្យ៉ាងដែលពិបាកនឹងស្មានដល់មិនយូរប៉ុន្មានបុរសវ័យក្មេងម្នាក់ដែលមានទឹកមុខស្រទន់សុភាពរាបសារដើរចេញមកជាមួយនារីម្នាក់ទៀតដែលមានសម្រស់ស្រស់សោភាលោកស្រីសូភីញញឹមយ៉ាងពេញចិត្តនៅពេលឃើញពួកគេទាំងពីរភាលីរិយាកូនសំឡេងស្រែកហៅពោរពេញដោយក្តីនឹករលឹកធ្វើឲ្យភាលីប្រញាប់ដើរមកអោបម្ដាយយ៉ាងកក់ក្ដៅចំណែករិយាញញឹមយ៉ាងស្រទន់រួចលើកដៃសំពះអ៊ំស្រីយ៉ាងគួរសមគ្រាន់តែជន់ដល់ដីស្រុកខ្មែរភ្លាមសំណួរដំបូងដែលហោះចូលក្នុងខួរក្បាលរបស់នាងគឺថាតើបុរសដែលធ្លាប់ជាពិភពលោកទាំងមូលរបស់នាងពេលនេះកំពុងមានអ្នកថ្មីនៅក្បែរកាយហើយមែនទេ5ឆ្នាំហើយនាងនៅតែមិនអាចបំភ្លេចមនុស្សម្នាក់នេះបានសូមអ្នកទាំងអស់គ្នារងចាំទស្សនានិងសន្តាប់ភាគបន្ទាប់នៅក្នុងវីដេអូក្រោយសូមអរគុណ